សហគមន៍បន្លាយសវត្ថិភាពភូមិល្វាជោមជួយបង្កើនជីវភាពកសិករនិងផ្គត់ផ្គង់បន្លាយសវត្ថិភាពដល់ទីផ្សារសហគមន៍បន្លាយសវត្ថិភាពភូមិល្វាជោមស្ថិតនៅឃុំត្រពាំងឫស្សីស្រុកកំពង់ស្វាយខេត្តកំពង់ធំកំពុងបង្ហាញពីភាពជោគជ័យក្នុងការផលិតបន្លាយសវត្ថិភាពដែលមិនត្រឹមតែផ្គត់ផ្គង់ទីផ្សារក្នុងខេត្តប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយលើកកម្ពស់ជីវភាពរបស់កសិករឲ្យកាន់តែប្រសើរឡើងផងដែរក្នុងឱកាសចុះសិក្សាស្វែងយល់នៅសហគមន៍នាល្ងាចថ្ងៃទី6ខែសីហាឆ្នាំ2026លោកស្រីង៉ែតណារិនប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំរួមជាមួយមន្ត្រីនិងក្រុមការងារបានជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ខណៈកសិករកំពុងមមាញឹកប្រមូលផលបន្លែជាច្រើនមុខរួមមានត្រសក់ស្រូវសណ្តែកគួរននោងត្រឡាចស្ពៃជីនិងដំណាំបន្លែផ្សេងៗដើម្បីលាងសម្អាតក្នុងបរិវេណសហគមន៍សម្រាប់ផ្គត់ផ្គង់តាមទីផ្សារកសិករបានឲ្យដឹងថាបច្ចុប្បន្នបន្លែមួយចំនួនមានទីផ្សារល្អជាឧទាហរណ៍ត្រសក់ស្រូវលក់ក្នុងតម្លៃបោះដុំប្រមាណ 1,500 រៀលក្នុង1គីឡូក្រាមហើយក្នុងមួយថ្ងៃអាចប្រមូលផលបានពី200ទៅ250គីឡូក្រាមតាមការរៀបរាប់របស់កសិករការដាំលើផ្ទៃដីប្រមាណ20 អាអាចប្រមូលផលជាបន្តបន្ទាប់ក្នុងរយៈពេលប្រមាណ40ថ្ងៃនិងទទួលបានចំណូលសរុបជាង10លានរៀលចំណែកដំណាំសណ្តែកគួរននោងនិងត្រឡាចក៏អាចរកចំណូលបានប្រហាក់ប្រហែលគ្នាអាស្រ័យលើរដូវនិងស្ថានភាពទីផ្សារកសិករបានបញ្ជាក់ថាសហគមន៍បន្លែសវត្ថិភាពភូមិល្វាជោមមានសមាជិកចំនួន3ភូមិសរុប63គ្រួសារដែលកំពុងប្រកបមុខរបរដាំបន្លែវិលជុំភាពរីកចម្រើននេះគឺទទួលបានការគាំទ្រពីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទមន្ទីរពាណិជ្ជកម្មអង្គការ AIMS និងអង្គការដៃគូផ្សេងទៀតតាមរយៈការបណ្ដុះបណ្ដាលបច្ចេកទេសផ្ដល់ពូជផ្ដល់សម្ភារៈកសិកម្មនិងពង្រឹងសមត្ថភាពគ្រប់គ្រងការផលិតដោយឡែកកសិករមួយរូបនៅភូមិស្នែងក្របីដែលប្រកបមុខរបរដាំស្ពៃនិងស្លឹកជីជាដំណាំរួមផ្សំជាមួយការធ្វើស្រែបានឲ្យដឹងថាគាត់អាចប្រមូលផលរៀងរាល់1ទៅ2ថ្ងៃម្ដងដោយទទួលបានចំណូលប្រមាណក្រោម 10,000 រៀលដោយដំណាំស្ពៃពិបាកដាំក្នុងរដូវវស្សាទោះជាយ៉ាងណាក្ដីចំណូលនេះអាចជួយសម្រាប់ផ្គត់ផ្គង់ការសិក្សារបស់កូននិងការចំណាយប្រចាំថ្ងៃក្នុងគ្រួសារទន្ទឹមនឹងនេះគាត់បានស្នើសុំឲ្យមន្ទីរជំនាញនិងដៃគូអភិវឌ្ឍជួយគាំទ្រការសាងសង់រានរងដាំបន្លែឲ្យខ្ពស់ពីដីដើម្បីអាចបន្តផលិតនៅរដូវវស្សានិងពង្រីកមុខរបរឲ្យមាននិរន្តរភាពបច្ចុប្បន្នបន្លែសុវត្ថិភាពពីសហគមន៍ភូមិល្វាជោមត្រូវបាននាំចែកចាយទៅកាន់ទីផ្សារនានាតាមបណ្ដាស្រុកមួយចំនួនក្នុងខេត្តកំពង់ធំនិងបណ្ដាខេត្តជាប់ព្រំប្រទល់លើពីនេះអាជ្ញាធរខេត្តក៏បានរៀបចំផ្សារចុងសប្ដាហ៍បច្ចុប្បន្នហៅផ្សារផលិតផលខ្មែរដើម្បីឲ្យកសិករនាំយកផលិតផលខ្មែរមកតាំងបង្ហាញនិងលក់ដោយផ្ទាល់ជួយពង្រីកទីផ្សារនិងបង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់ចំពោះបន្លែសុវត្ថិភាពក្នុងស្រុកកសិករបានអំពាវនាវដល់ប្រជាពលរដ្ឋបន្តគាំទ្រផលិតផលកសិកម្មខ្មែរនិងបន្លែសុវត្ថិភាពដែលជាការចូលរួមលើកកម្ពស់ជីវភាពកសិករកាត់បន្ថយការនាំចូលនិងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានឲ្យកាន់តែរឹងមាំ